វីក៏ដូចជាកម្មវិធីពេញចិត្តអត់ឥឡូវនេះសូមជួបនៅការបង្ហាញសមត្ថភាពពីបេក្ខជនចុងក្រោយគឺលោកយ៉នរស្មីសូមជម្រាបសួរសូមជម្រាបសួរទស្សនិកជនរួមទាំងគណៈកម្មការផងដែរបាទមានចំណារអារម្មណ៍បែបដែរនៅពេលដែលចូលរួមកម្មវិធីរបស់យើងបាទខ្ញុំមានអារម្មណ៍រំភើបហើយសប្បាយរីករាយហើយភ័យខ្លះដែរអត់ទេអត់សូវប្រហែលផងអត់សូវប្រហែលបាទហេតុអីបានជាអត់ភ័យដោយសារជន់ឆាកញឹកជន់ឆាកធ្លាប់អត់ធ្លាប់នៅកន្លែងណាខ្លះនៅតាមពួកខ្ញុំភាគច្រើនធ្វើកម្មវិធី concert អីខ្ញុំឡើងច្រៀងឡើងលេងភ្លេងនៅលើកម្មវិធីហ្នឹងដែរនៅលើឆាកអញ្ចឹងមកជាមិនសូវភ័យអញ្ចឹងថ្ងៃនេះជូនពរឲ្យសំណាងល្អបាទអរគុណច្រើនបាទអរគុណច្រើននៅពេលនេះសូមជួយជំរុញការបង្ហាញសមត្ថភាពរបស់បេក្ខជនទី6ដួងចិនដួងជីវិនបងចិនរៀមពងបំណងលើដួងច័ន្ទថ្លៃតែច័ន្ទរះពួងនៅឆ្ងាយឆ្ងាយហួងនិស័យររាត្រីបានតែក្តីស្រមៃដៃឈួងមិនដល់ពួងមើលយោចិនរៀមខំលួយប្រាថ្នាដោយរៀមលាហន្តាស្រវាចាំខ្យល់សែនរំខានចិនក្តីស្នេហ៍ស្និនរួមរិនអំពុលកងវល់ព្រោះចន្ទ្រានេះមូលមិនយល់ចិនបងស្រឡាញ់ណាំងចាំងស្នេហ៍ស្និនសូមដួងច័ន្ទអានន្ទចិនរៀមផងថ្ងៃណាទៅយល់បំណងថារៀមបងមានបំណងស្មាំងចន្ទ្រារាត្រីនេះណេញងងឹនឬចន្ទ្រាអូនលែងយកចិនបងហើយដួងចិនដួងជីវិនបងចិនរៀមបងបំណងលើដួងច័ន្ទថ្លៃតែច័ន្ទរះពួងនៅឆ្ងាយឆ្ងាយហួនិស័យររាត្រីបានតែក្តីស្រមៃដៃឈួងមិនដល់ពួងមើលយោចិនរៀមខំលួយប្រាថ្នាដោយរៀមលាហន្តាស្រវាចាំខ្យល់សែនរំខានចិនក្តីស្នេហ៍ស្និនរួមរំពុលកងវល់ព្រោះចន្ទ្រានេះមូលមិនយល់ចិនបងស្រឡាញ់ណាំងចាំងស្នេហ៍ស្និនសូមដួងច័ន្ទអានន្ទចិនរៀមផងថ្ងៃណាទៅយល់បំណងថារៀមបងមានបំណងស្មាំងចន្ទ្រារាត្រីនេះណេញងងឹនឬចន្ទ្រាអូនលែងយកចិនបងហើយអោដួងច័ន្ទដួងចិនចាជីវិនស្នេហ៍រៀមបងសូមរួបបែដួងច័ន្ទថ្លៃបើពូឡើងតើឲ្យរៀមរួងរំពឹងໄວរាល់ត្រីសុនច័ន្ទប្រណីយល់ដល់រៀមផងចិនរៀមស្មងហើយអានន្ទលើដួងច័ន្ទជីវិនបងពេលណាទៅបានថ្នាំងថ្នមឬនួនដងមានបំណងចង់បែកបាក់រាត្រីនេះណេញងងឹនឬចន្ទ្រាអូនលែងយកចិនបងហើយស្រឡាញ់ណាំងចាំងស្នេហ៍ស្និនសូមដួងច័ន្ទអានន្ទចិនរៀមផងថ្ងៃណាទៅយល់បំណងថាចិនបងមានបំ
តែសម្លេងរបស់គាត់ហើយដូចជាការលេងឧបករណ៍តន្ត្រីរបស់គាត់ធ្វើឲ្យគណៈកម្មការទាំងពីររបស់យើងជាពិសេសគឺបងតុហើយនឹង Harry បាទអូចេះឡើយខ្ញុំចឹងដែរជាមួយតមួយខ្ញុំយល់អារម្មណ៍ទៅតាមបទចម្រៀងរបស់គាត់មិនបងយឺតទៅតែឈប់បងពីច្រើនបងយល់ទៅឆ្វេងច្រើនជាងទៅមកស្ដាំអត់ស្ដាំមិនពុនយល់ទៅតែកាច់ដល់យល់ពីដងប៉ះតែឆ្នាំងរបស់ពុនគេចាចឹងឡើយអត់ទាន់មានឆាយាឡើយណាចាគាត់អត់ទាន់មានប្រពន្ធទេណាខាងនេះអត់ទាន់មានប្រពន្ធទេចាខាងនេះយល់ទៅអាចយល់ទៅបានខាងនោះមានប្រពន្ធហើយអាចមានបញ្ហាខ្ញុំស្អីអត់បានទេតែបុយអីមើងងាយខ្ញុំអីងាប់អីជាយុគម៉ានហើយហាងរីចង់ចូលទៅហានីណាយុគម៉ានខ្ញុំ27បាទចាអើយទៅគិតអីឲ្យទៅឲ្យលោកអើយឲ្យបងនិយាយជាមួយចេះតែនិយាយហើយមិនថាចឹងឲ្យសុកដូចសុកអីក៏ដោយកូនក្នុងរឿងចាពិតក្រៅរឿងខ្ញុំមិនភ្ញាក់ទៅហៅសុកតែបងជីកមែនបងក្នុងរឿងដោយសារមានប្តីជ្រុលទេបាទអត់មានប្តីសរសាច់ត្រូវអមគេតោះហើយអូមានខ្លុយទៀតបងខ្ញុំកាន់តែមិននេះខ្ញុំអាចបង្ហាត់ឲ្យបងរៀនចេះផ្លុំបានទេអូនបាន អរគុណបងចាតារាគាត់យើងមានចំណាប់អារម្មណ៍អីចំពោះគាត់ទេបាទសម្រាប់បទចម្រៀងមិញគាត់មានសម្លេងព្រោះហើយគាត់រើសបទត្រូវណាបទចម្រៀងមិញគឺថាព្រោះស្ដាប់ទៅហើយបើសិនជាខ្លុយអត់ដឹងគាត់ផ្លុំបទអីផងចាបំពេចាបំពេពេលណាពេលអត់មានពេលតន្ត្រីទេណាពេលថ្ងៃអត់បានទេពេលថ្ងៃបានទេចុះពេលថ្ងៃពិបាកលក់ហើយមិនបានបងចេះផ្លុំខ្លុយនឹងបងរៀនឬមួយក៏យ៉ាងម៉េចដែរបាទការពីតូចប៉ាខ្ញុំគាត់កាត់អាមពងទីបទូចហ្នឹងចាហើយតបមកគាត់ដាក់កឡោតវាឲ្យគាត់ចោះរុនវាជារុនខ្លុយហ្នឹងហើយខ្ញុំរៀនលេងអញ្ចឹងដល់ពេលធំហើយអាចផ្លុំលេងបានហើយក៏មានគ្រូបរទេសដែលជាបេសកជនចុះមកបរៀន3ខែចឹងទៅបរៀនមើលណូតផងមើលអីផងចឹងទៅអាចលេងបានចាហើយចុះចំពោះបងលេងខាងហ្គីតាហ្នឹងប្រហែលខែដែរបងមកទៅចេះបត់បាទតាមពិតខ្ញុំរៀនយូរហើយប៉ុន្តែខ្ញុំអត់មានគ្រូត្រឹមត្រូវទេពីមុនហើយចេះតគ្នាចឹងទៅហើយប៉ុន្តែក៏មានគ្រូបរទេសជាបេសកជនចុះមកដែរបរៀនណោតភ្លេងជាបរៀនចង្វាក់អីចឹងទៅចាអរគុណចាបាទអរគុណឥឡូវចូលមកកាន់គណៈកម្មការរបស់យើងបាទសូមអញ្ជើញអរគុណបាទធ្លាប់ស្ដាប់ខ្លុយណាមិញបាត់អីបាត់បំពេហ៎ប៉ុន្តែបាត់មិញហ្នឹងគេញ៉ាត់លក់អីនិយាយតាមត្រង់ប៉ុន្តែយើងមិនផ្ដោតទេព្រោះតែផ្ដោតទៅលើហ្គីតាពិភាក្សាគ្នាជាមួយនឹងបងអូនសិតមិញហ្នឹងលេងពីរចង្វាក់ឯងបងអូនសិតថាមិនមែនទេតែមួយចង្វាក់ឯងបងគ្រាន់ពីមុនរៀងរង្វើលយឺតស្ដាប់មុនរៀងព្រោះដល់មករៀងញាប់មើលបងអូនដូរពីរង្វើលមកញាប់ហ្នឹងរៀងដូចភ្លាវបន្តិចបងអូនដឹងខ្លួនទេពេលហ្នឹងបាទអរគុណច្រើននេះជាចំណាប់អារម្មណ៍របស់បងថាប៉ុណ្្នឹងឯងបាទសូមសួរមួយហ្គីតាហ្នឹងលេងចេះប្រហែលឆ្នាំអីខ្ញុំរៀនតាំងពីឆ្នាំ2003ឥឡូវនេះតែអត់មានតមានគ្រូត្រឹមត្រូវដល់ពេលប្រហែលឆ្នាំ2008បាន2006បានមានគ្រូបរទេសមកប៉ុន្តែបរៀនបានរយៈពេលត្រឹមតែ3ខែចឹងទៅបានទៅស្រុកគាត់វិញទៅអូខេយល់ខ្ញុំសូមបញ្ជាក់ពីចំណុចនៃការលេងហ្គីតារបស់បងអូនគឺការលេងហ្នឹងគឺយើងអាចការប្រើនៃការចាប់ខ្សែខ្ទង់ណាគឺថាអាចធ្វើឲ្យវារលូនជាច្រើនការបណ្ដើរអាក័របណ្ដើរខុតហៅថាដើម្បីសម្របជាមួយនឹងការច្រៀងរបស់យើងគឺវាមានភាពរលូនក្នុងការបណ្ដើរអាក័រហ្នឹងប៉ុន្តែថាអាក័រដែលយើងលេងវាលក្ខណៈ basic មូលដ្ឋានគ្រឹះអញ្ចឹងនេះជាចំណុចល្អនិងចំណុចល្អមួយទៀតខ្ញុំឃើញថាអារម្មណ៍
របស់យើងគឺស្មើល្អគួរសមអូនព្យាយាមបញ្ចេញអារម្មណ៍ឲ្យបានល្អជាងនឹងខ្ញុំឃើញថាខំក៏ប៉ុន្តែនៅពេលដែលយើងខំពេកវាបាត់បង់រូបភាពពិតនៃរូបអារម្មណ៍នៃបទនឹងនៃខ្លឹមសារនៃរូបភាពនឹងនៃសាច់រឿងនឹងនៃមនោសញ្ចេតនានៃបទនឹងនោះឯងដែលធ្វើឲ្យយើងផ្ដើមពីយឺតអញ្ចឹងទៅយូរចេះថាអារម្មណ៍យើងពុះកញ្ជ្រោលទៅវាធ្វើឲ្យយើងចេះតែលេងលឿនទៅហើយមានចំណុចភ្លាវវាមួយចំនួនមិនជាច្រើនទេតិចតួចទេបើនិយាយពីការប្រើសំឡេងរបស់យើងហ្នឹងគឺវាជាហៅថាបើនិយាយតាមបច្ចេកទេសគេហៅថាប្រភេទ soprano គឺប្រភេទវាមិនស្រាលពេកហើយក៏មិនធ្ងន់ដែរគឺមិនល្មមក៏ប៉ុន្តែនៅពេលដែលបងអូនចុះក្រោមប្រើសំឡេងចុះក្រោមគឺអត់ដល់ទេអត់អស់ទេគឺធ្វើឲ្យកលសំឡេងស្ដាប់ទៅវាអត់ល្អនៅពេលដែលយើងស្រែកឡើងខ្ពស់ក៏រៀងស្ទើរដោយសារយើងមិនបានប្រើខ្យល់ដង្ហើមនឹងការប្រើបច្ចេកទេសនៃដើមទ្រូងនៅបំពង់ករបស់យើងនោះវាមិនទាន់ចំបច្ចេកទេសបានធ្វើឲ្យយើងស្រែកអត់ទាន់ដល់នេះជាចំណុចបច្ចេកទេសនិយាយអំពីការប្រើកដៃនៅលេងហ្គីតានៅដៃស្ដាំនឹងរៀងរឹងគួរឲ្យវាទន់រលូនជាងហ្នឹងហើយកុំប្រឹងពីស្មាយើងមកឲ្យវាទន់ទាំងអស់អញ្ចឹងបើខ្ញុំសរុបសេចក្តីមកនិយាយអំពីនៃការប្រគំតន្ត្រីនៃការច្រៀងនិងការលេងរបស់យើងនេះចំណុចសំខាន់មែនទែនរបស់យើងគឺការប្រើរូបអារម្មណ៍នោះទេមិនមែនបច្ចេកទេសក្នុងការលេងឬមួយខ្ញុំលេងអស្ចារ្យឬមិនមែនទេនៅពេលដែលយើងចេះបច្ចេកទេសអស់ហ្នឹងគឺយើងភ្លេចយើងលែងគិតអំពីបច្ចេកទេសយើងធ្វើយ៉ាងម៉េចឲ្យបទរបស់យើងទាំងការច្រៀងការលេងរបស់យើងគឺវាស័ក្តិមូលគ្នាឲ្យវាទៅជាមួយឲ្យវារលូនឲ្យវាល្អសមសាច់រឿងសូមអរគុណច្រើនហើយបងអូនយកនេះអរគុណច្រើនបាទចាសម្រាប់បាននឹងរងចាំស្ដាប់នៅលទ្ធផលនៅវគ្គក្រោយយើងនឹងធ្វើការជំរុះបេក្ខជនបាទចំនួន1រូបប៉ុណ្ណោះចាបាទអរគុណច្រើននៅពេលនេះកម្មវិធីពេញចិត្តអត់ក៏សូមពេលសម្រាប់ឲ្យផ្លែសិន